បើសិនជាខ្ញុំសួរទៅបងប្អូនថាតើខែនេះបងប្អូនលក់បានប្រមាណបងប្អូនឆ្លើយចេញទេខ្ញុំជឿថាប្រហែលជាបងប្អូនអាចឆ្លើយចេញចុះបើសិនជាខ្ញុំសួរបងប្អូនថាមូលហេតុអីបានជាបងប្អូនលក់បានប៉ុណ្ណឹងបងប្អូនឆ្លើយចេញអត់ថ្មីនេះខ្ញុំត្រឹមតែជួបប្រឹក្សាយោបល់ជាមួយនឹងម្ចាស់អាជីវកម្មមួយណានៅខែមុនខែ6នេះខ្ញុំបានសួរគាត់នៅសំណួរស្តៀងគ្នាដែរខ្ញុំបានសួរគាត់ថាបងអាចប្រាប់ខ្ញុំបានទេថាតើចំណូលរបស់បង5ខែចុងក្រោយនេះវាប្រហែលខ្លះដោយសារខ្ញុំជួបគាត់ខែ6ហ្នឹងហើយអញ្ចឹងខ្ញុំឲ្យគាត់ប្រាប់ខ្ញុំពីខែ1ដល់ខែ5អញ្ចឹងគាត់ប្រាប់ខ្ញុំគាត់ឆ្លើយបានភ្លាមតែម្ដងខែ1ខែ2ខែ3គាត់លក់បានប្រហែលជាខ្ទង់$6,000 ប៉ុន្តែអា2ខែចុងក្រោយនេះគាត់លក់បានខែទី4នេះគាត់លក់បានប្រហែលជា10000លក់ខែ5នេះគាត់លក់បានប្រហែលជា12000ហើយខ្ញុំបន្តសួរគាត់ទៀតបងហេតុអីបានជា2ខែចុងក្រោយនេះការលក់របស់បងកើនឡើងដែលបងបានលក់បានច្រើនជាងរាល់ដងហើយគាត់ក៏ស្ងាត់នេះមិនមែនដោយសារតែគាត់មិនប្រកែទេគាត់ប្រកែប៉ុន្តែគ្រាន់តែថាគាត់ដឹងតែលទ្ធផលប៉ុន្តែគាត់ដឹងថាតើមូលហេតុអីតែគាត់រកចំណូលបានច្រើនជាងមុនគាត់ដឹងទេព្រោះរបៀបនៃការរកស៊ីរបស់គាត់ដឹងតែធ្វើបន្តនឹងការធ្វើរហូតអញ្ចឹងណាសម័យមើលដូចបងប្អូនឃើញដើមស្វាយមួយអញ្ចឹងហើយឃើញសិតតែផ្លែហើយបងប្អូនមើលតែផ្លែអញ្ចឹងទៅអូខេដែលមានដែលដើមស្វាយនោះហើយនៅចិត្តចការរបស់បងប្អូនអញ្ចឹងណាពេលអញ្ចឹងទៅថាបងប្អូនអត់ដឹងថាមូលហេតុអីទេព្រោះធម្មតាដើមស្វាយមួយដែលល្អវាអាចនឹងមកពីគ្រាប់ពូជវាអាចនឹងមកពីដីល្អវាអាចនឹងមកពីទឹកគ្រប់គ្រាន់ឬក៏មកពីការថែទាំរបស់ម្ចាស់ហ្នឹងវាល្អឬក៏អីអញ្ចឹងណាហ្នឹងហើយតែបើសិនជាបងប្អូនមើលត្រឹមតែអូខេផ្លែច្រើនហើយបងប្អូនគិតថាអូកន្លែងនេះដាំស្វាយល្អបងប្អូនទៅដាំស្វាយដែរប៉ុន្តែអត់ឃើញលទ្ធផលបានដូចគ្នាអូខេគឺដោយសារអីប្រហែលជាដោយសារតែបងប្អូនអត់ទាន់ដឹងថាតើគេប្រើយុទ្ធសាស្ត្រពីម៉េចតើដោយសារអីមូលហេតុអីបានជាដាំស្វាយនេះមានផ្លែច្រើនអាជីវកម្មដូចគ្នាអញ្ចឹងបើសិនជាបងប្អូនដឹងតែលទ្ធផលប៉ុន្តែបងប្អូនខ្វះការយល់ដឹងអូខេក្នុងការដឹងថាតើមូលហេតុអីបានជាវាដើរបែបហ្នឹងអាហ្នឹងវាអត់ខុសអីពីដើមស្វាយដែលខ្ញុំបាននិយាយមុនហ្នឹងអញ្ចឹងជាធម្មតាក្នុងនាមជាយើងជាម្ចាស់អាជីវកម្មមានលទ្ធផលល្អគឺជារឿងមួយអូខេប៉ុន្តែក៏យើងត្រូវចំណាយពេលក្នុងការវិភាគដើម្បីដឹងថាតើមូលហេតុអីបានជាយើងអាចទទួលបានលទ្ធផលទាំងអស់ហ្នឹងថាតើខែហ្នឹងយើងបានធ្វើអីគេខ្លះដែលខុសពីខែមុនអូខេហើយមានអីខ្លះដែលយើងបានធ្វើឡើងហើយមានឃើញថាវានាំនៅលទ្ធផលល្អហើយយុទ្ធសាស្ត្របែបណាសកម្មភាពបែបណាដែលយើងបានធ្វើប៉ុន្តែយើងឃើញថាវាមិនទាន់ជាល្អអញ្ចឹងក្នុងនាមជាម្ចាស់អាជីវកម្មគឺយើងត្រូវដឹងថាតើមូលហេតុអីនៅពីក្រោយតួលេខទាំងអស់ហ្នឹងយើងមិនអាចដឹងត្រឹមតែថាអូខេទិន្នន័យតួលេខលទ្ធផលប៉ុន្តែក៏យើងត្រូវដឹងថាតើមានមូលហេតុអីខ្លះអូខេដែលធ្វើឲ្យយើងអាចទទួលបានលទ្ធផលទិន្នន័យទាំងអស់ហ្នឹងអញ្ចឹងណាហ្នឹងហើយព្រោះតើតែយើងដឹងថាអីដែលដើរបានយើងដឹងថាអូខេយើងត្រូវប្រើយុទ្ធសាស្ត្របែបហ្នឹងបន្តទៀតហើយក៏យើងត្រូវដឹងថាតើអីដែលមិនដើរដែរព្រោះយើងមិនដឹងថាតើអីដែលវាជារឿងដែលធ្វើឲ្យយើងចំណាយពេលវេលាខុសហើយយើងត្រូវកែសម្រួលកែលម្អដើម្បីធ្វើឲ្យយុទ្ធសាស្ត្រមួយហ្នឹងកាន់តែល្អប្រសើរជាងមុន